បាទលំហាត់លេខ14បាទយើងចូលដល់លំហាត់លេខ14បាទសួស្តីបងប្អូនថ្នាក់ទី11យើងចូលដល់លំហាត់លេខ14ទំព័រទី216មេរៀនទី3បាទកង់ដងសាទ័រហើយយើងធ្វើលំហាត់នៅក្នុងសភៅបោះពុំឆ្នាំ2025បាទសភៅរបស់ក្រសួងចឹងលេខ14កង់ដងសាទ័រប្លង់1មានអាម៉ាតួជាកន្លះរង្វង់បាទកន្លះរង្វង់ពាក់កណ្ដាលណាដែលមានអង្កត់ផ្ចិត D ធំស្មើនឹង 6.00 សង់ទីម៉ែត្រចម្ងាយរវាងអាម៉ាតួទាំងពីរបាទស្មើនឹង5មីលីម៉ែត្រកគណនាកម្ពស់ទេនៃកង់ដងសាទ័រនោះខគេផ្ទុកកង់ដងសាទ័រនោះក្រោមតុងស្យុង V ស្មើនឹង100វ៉ុលគណនាបន្ទុកនិងថាមពលនៃកង់ដងសាទ័រនោះបាទលំហាត់នេះគឺអត់ពិបាកទេបាទងាយដែរបាទងាយបាទងាយបាទវាពាក្យកន្លែងឲ្យយើងចាប់អារម្មណ៍បន្តិចគឺអាម៉ាតួមានផ្ទៃជាកន្លះវងបាទតែប៉ុណ្្នឹងទេកន្លះវងតែយើងដោះស្រាយភ្លេចគិតដោះស្រាយខុសកន្លែងហ្នឹងអញ្ចឹងគណនា capacity នៃកង់ដងសាទ័រ capacity នៃកង់ដងសាទ័ររូបមន្តគឺ C ស្មើនឹង epsilon 0 A នៅលើ D បាទនេះរូបមន្តវាហើយ epsilon 0គឺតម្លៃថេទេយើងដោះស្រាយតាំងពីលើមកគឺ 8.85 គុណនឹង10សេគុណដល់12អញ្ចឹងដោយD មុនចុះ D គឺគេប្រាប់ចម្ងាយរវាងអាម៉ាតួទាំងពីរណា D គឺជាចម្ងាយជាងគេតែនៅអក្សរ E អញ្ចឹង5មីលីម៉ែត្រអញ្ចឹងយើងវាយជាម៉ែត្រគឺ5គុណនឹង10ស្វែគុណដល់3ម៉ែត្រចំណែកឯ A វិញ A ដោយសារតែផ្ទៃកលារបស់អាម៉ាតួគឺកន្លះវងអញ្ចឹងគ្រូដាក់ពាក់កណ្ដាលគឺ 1/2 ហើយអានេះគឺជាផ្ទៃកលារង្វង់បាទផ្ទៃកលារង្វង់ទាំងមូលណាគឺ pi d ការ៉េលើ4អញ្ចឹងពាក់កណ្ដាល pi d ការ៉េលើ4ពាក់កណ្ដាលផ្ទៃថាសទាំងមូលអញ្ចឹងយើងបាន1លើ2 pi ហើយ d គឺគេប្រាប់6សង់ទីម៉ែត្រយើងវាយជាម៉ែត្រគឺ6គុណ10សេគុណដល់2ម៉ែត្រហើយលើកជាការ៉េហើយចែក4បាទចម្លើយអានេះឃើញ9ហើយចែក2ទៀតគឺ 4.5 អញ្ចឹងចម្លើយឃើញ 4.5 pi គុណនឹង10សេគុណដល់4ម៉ែត្រការ៉េបាទនេះគឺជាផ្ទៃក្រឡាបាទផ្ទៃក្រឡារបស់អាម៉ាតួអញ្ចឹងយើងជំនួសចូលក្នុងសមីការនឹងមកគេបាន C ស្មើនឹង epsilon 0បាទ epsilon 0គឺ8.85គុណនឹង10សេគុណដល់12ហើយគុណនឹង A គឺយើងឃើញមិញ 4.5 pi គុណនឹង10សេគុណដល់4បាទហើយចែកនឹង D គឺ 5.00 គុណ10សេគុណដល់3អញ្ចឹងយើងប្រើអាកាសចូលចុចបន្តិចមកចម្លើយគ្រូគឺឃើញ 2.5 គុណនឹង10សេគុណដល់12 farad បាទចម្លើយប៉ុណ្ណឹងឬក៏យើងអាចសរសេរថា 2.5 ពីកូបាទស្វ័យគុណ12ណាចេញពីຂະຫນាតស្តង់ដារទៅគឺមីលីមីក្រូណាណូពីកូបាទ12កូយើងដាក់ 2.50 ពីកូ farad ក៏បានដែរអញ្ចឹងដូចនេះ capacity នៃកង់ដងសាទ័រគឺ C ស្មើ 2.50 គុណ10សេគុណដល់12 farad បាទចប់សំណួរកបាទនៅក្នុងលេខ14វារៀងដោះស្រាយវែងដោយសារមានកហើយនឹងខឥឡូវយើងទៅដល់សំណួរខគេផ្ទុកកង់ដងសាទ័រនោះក្រោមតុងស្យុង V ស្មើនឹង100វ៉ុល100វ៉ុលផ្ទុកកង់ដងសាទ័រណាគេឲ្យគណនាបន្ទុកនិងថាមពលនៃកង់ដងសាទ័រនោះអញ្ចឹងគេសួររកបន្ទុកហើយនឹងថាមពលនៃកង់ដងសាទ័រអញ្ចឹងដំបូងគឺគ្រូគណនារកបន្ទុកមុនចុះអញ្ចឹងបន្ទុកយើងអនុវត្តតាមរូបមន្តតាមនិយមន័យណា capacity នៃកង់ដងសាទ័រគឺទំហំមួយដែលអាចកំណត់បានតាមផលធៀបរវាងបន្ទុកអគ្គិសនីលើអាម៉ាតួណាមួយហើយនឹងផលសូម potential ឬក៏យើងទាញរើបន្ទុកមកតាមរូបមន្តគុយស្មើ CV បាទរូបមន្តណា C ស្មើគុយលើ V ឬក៏គុយស្មើ CV អញ្ចឹងដោយ V គេប្រាប់100វ៉ុលហើយ C យើងហៅឃើញមិញណា 2.50 គុណដល់12អញ្ចឹងយើងមកជំនួសចូលយើងបានគុយស្មើ 2.50 គុណ10សេគុណដល់12ហើយ V 100អញ្ចឹង100ស្វ័យគុណ2យើងកាត់អានេះចោលនៅសល់ស្វ័យគុណដល់10យើងអត់បាក់គណនាទេលេខនេះអត់បាក់គណនាទេអញ្ចឹងគឺឃើញ 2.50 គុណ10ស្វ័យគុណ10ហើយຂະຫນាតបន្ទុកអគ្គិសនីគឺគូឡុំបាទຂະຫນាតគូឡុំ
2.50 គុណ10សេគុណ10គូឡុំហើយសនុតនៅក្នុងខហ្នឹងគឺមួយទៀតគឺធម្មពលនៃកងដងសាទ័រនោះបាទអញ្ចឹងយើងហៅធម្មពលនៃកងដងសាទ័រវាដូចនឹងលំហាត់លេខ13ដែរធម្មពលនៃកងដងសាទ័រគឺ1 លើ 2 CV ការ៉េបាទEC គឺស្មើ1 លើ 2 CV ការ៉េបាទអញ្ចឹងជំនួសចូលតែម្ដងយើងបានដោយសារ C ក៏ស្គាល់ V ក៏ស្គាល់ EC បាទធម្មពលនៃកងដងសាទ័រណាស្មើ1/2 C គឺ 2.50 គុណ10សេគុណ12ហើយ V 100លើកជាការ៉េអញ្ចឹងយើងអត់ពិបាកទេ100ការ៉េវាត្រូវស្វ័យគុណ4បាទ10ស្វ័យគុណ4កាត់ជាមួយ12ចេញនៅសល់ស្វ័យគុណ8 2.5 ចែកជា2បាន 1.25 អញ្ចឹងចម្លើយឃើញ 1.25 គុណនឹង10សេគុណ8ស៊ូលបាទនេះជាចម្លើយដែលយើងរកមកបាទធម្មពលនៃកងដងសាទ័រឃើញប៉ុណ្ណឹងបាទអញ្ចឹងលំហាត់របស់យើងលេខ14នេះយើងដោះស្រាយរៀងវែងបន្តិចហើយយើងគិតតែបន្តិចទេបាទពាក្យដែលឲ្យយើងគិតបន្តិចគឺកន្លះរង្វង់កន្លែងនេះចឹងបើសិនជាកូនសិស្សអត់បានមើលណាភ្លេចគិតណាគឺយើងដាក់មួយរង្វង់ពេញគឺខុសហើយប៉ុន្តែបើតាមគូគិតបើកូនសិស្សដោះស្រាយមកបើកូនសិស្សដាក់រង្វង់ពេញគឺស្មើនឹងកូនសិស្សភ្លេចទេមិនមែនថាអត់ចេះដែរប៉ុន្តែគ្រាន់ថាភ្លេចឬក៏ច្រឡំណាប៉ុន្តែពេលគ្រូកែចេញជាបន្ទុកមកអាចច្រឡំហ្នឹងស្មើខុសហើយបាទអញ្ចឹងអស់ហើយបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូលេខ15បន្តទៀត